ลมพัดนี่คือเชี่ยวลมหัดได้ทลบจริงประลองบัดดบชราดองรุ่ยมาហើយលំហាត់នឹងដែរក៏ខ្ញុំដកស្រង់ចេញពីសភៅកម្រងវិទ្យាសាស្ត្រដែលខ្ញុំរៀបរៀងផ្ទាល់ដៃហើយសភៅនោះបងប្អូនអាចរកជាវបាននៅបណ្ណាគារបាក់ទុកថតចម្លងនៅបណ្ណាគារបាក់ទុកថតចម្លងគឺមានសភៅដែលរៀបរៀងដោយខ្ញុំច្រើនក្បាលផងដែររួមទាំងសភៅគ្រប់កម្រិតថ្នាក់ទី7 8 9 10 11 12ដែលគេចេញក្នុងពេលឆាប់នេះគឺជាសភៅពុំដែលទើបតែបោះពុំថ្មីក្តៅទើបនឹងចេញពីឡមកទេបាទអញ្ចឹងងាកមកលំហាត់យើងវិញតើលំហាត់នឹងវាយ៉ាងដូចម្ដេចទៅគឺ Solane S1 មានប្រវែង80 សង់ទីម៉ែត្រអង្កត់ផ្ចិត D ស្មើ5 សង់ទីម៉ែត្រគេឲ្យចរន្តអគ្គិសនីឆ្លងកាត់វា2 អាំពែគេសង្កេតឃើញ T ស្លាម៉ែត្រចង្អុលតម្លៃដែនម៉ាញ៉េទិកត្រង់ផ្ចិត B ស្មើនឹង 1.57 មីលីតេស្លា T ស្លាម៉ែត្រគឺជាឧបករណ៍វាស់ដែនម៉ាញ៉េទិកហើយតេស្លាទៅទេគឺជាຂະຫນាតរបស់ដែនម៉ាញ៉េទិកអញ្ចឹងតេស្លាម៉ែត្រនេះគឺជាឧបករណ៍វាស់ដែនម៉ាញ៉េទិកក្នុងលំហាត់យើងនេះដែនម៉ាញ៉េទិកត្រង់ផ្ចិតបូប៊ីនគឺមានតម្លៃ 1.57 មីលីតេស្លាសំណួរកណនីចំនួនស្ពាសរុបសំណួរខរកប្រវែងខ្សែដែលរុំបើនិយាយពីចំនួនស្រទាប់តែមួយទេយើងសម្គាល់កន្លែងណាដែលចំនួនស្រទាប់មានតែមួយដោយសារតែប្រធានមិនបាននិយាយទេកាលណាចំនួនស្រទាប់លើសពី1ប្រធាននឹងប្រាប់ថាបូប៊ីននឹងមានប្រមាណស្រទាប់ប្រមាណជាន់អីចឹងទៅតែបើមិននិយាយអីចឹងគឺយើងសន្មតថាចំនួនស្រទាប់វាស្មើ1គឺរុំតែមួយជាន់ទេអញ្ចឹងសម្រាប់សំណួរករបស់យើងការកណនារកចំនួនស្ពាគឺយើងរកតាមរូបមន្តដែនម៉ាញ៉េទិកនៃ Solenoid Solenoid គឺជាបូប៊ីនវែងណាដែលលក្ខខណ្ឌរបស់វាគឺប្រវែងបណ្ដោយរបស់វាធំជាងឬស្មើនឹង5 ដងនៃកម្ម Solenoid ឬក៏បូប៊ីននៅពេលដែលយើងឲ្យចរន្តអគ្គិសនីឆ្លងកាត់វានៅត្រង់ផ្ចិតរបស់វាគឺវាផលិតឲ្យមានដែនម៉ាញ៉េទិកប្រសិនបើចរន្តអគ្គិសនីនោះថេដែនម៉ាញ៉េទិកថេប៉ុន្តែប្រសិនបើយើងឲ្យចរន្តឆ្លាស់ឆ្លងកាត់វាវិញដែនម៉ាញ៉េទិកនោះគឺឆ្លាស់ដូចគ្នាគឺប៉លវាឆ្លាស់ NS ទៅតាមប្រេកង់នៃលំយោរបស់ចរន្តអគ្គិសនីតែអានឹងតកតងនឹងចរន្តឆ្លាស់យើងអត់និយាយទេពេលហ្នឹងយើងនិយាយនេះគឺសម្រាប់តែចរន្តជាប់ចំពោះដែនម៉ាញ៉េទិកនៃបូប៊ីនវែងខ្ញុំធ្វើចម្លើយតែម្ដងណាB ស្មើ10 NE លើ L នេះគឺជារង្វាន់ដែនម៉ាញ៉េទិកសម្រាប់ចំនួនស្ពាមួយជាន់តែបើច្រើនជាន់ក៏អញ្ចឹងដែរវាអាស្រ័យបើសិនជាចំនួនស្ពាច្រើនជាន់វាមានចំនួនជាន់ x គុណបញ្ចូលទៀតតែនេះគឺសម្រាប់តែមួយជាន់ទេហើយយើងឥឡូវមិនមែនហៅ B ទេគឺយើងហៅ N តាមដានតែមែនតើមិនស្រួលចេញឆ្នាំហ្នឹងបាទខ្ញុំមានអារម្មណ៍ថាវាចេញព្រោះពងញាក់ភ្នែកហៀងនេះបាទភ្នែកស្ដាំហ្នឹងញាក់ខ្លាំងបាទប្រហែលជាចេញហើយព្រោះញាក់ភ្នែកខ្លាំងអញ្ចឹងនាំឲ្យ N ស្មើការទាញរក N ណាយក L គុណ B តប្រមាណចែកយើងស្មើនឹង BL លើ1 0 2ខ្ញុំអត់ដាក់ដោយទេខ្ញុំចលួសលេខចូលតែម្ដងព្រោះវីដេអូនេះខ្ញុំធ្វើជាសង្ខេបមិនលម្អិតទេឲ្យពេលវេលាវាយូរអញ្ចឹងស្មើ B យើងគិតទៅជាតេស្លាណាយើងក៏ដល់សេកុនដក 3 ព្រោះមីលីអញ្ចឹងស្មើនឹង 1.57 គុណនឹង10សេកុនដក 3 តេស្លាប្រវែងយើង80 សង់ទីម៉ែត្រយើងដូរទៅម៉ែត្រចែកនឹង100ឬក៏ស្មើ8 កន្លះសេកុនដក 1ដោយឡែក1 0ខ្ញុំអត់ប្រាប់ទេឥឡូវខ្ញុំអត់ប្រាប់ទេតែបើប្រឡងថ្នាក់ជាតិឬក៏ប្រឡងនានាគ្រូតែងតែប្រាប់ហើយ1 0ហ្នឹងជំរាបម៉ាញ៉េទិកស្មើនឹង4 ផាយគុណនឹង10សេកុនដក 7 ຂະຫນាតវាសម្រាប់ដែនម៉ាញ៉េទិកគឺតេស្លាម៉ែត្រក្នុង1 អាំពែបើសម្រាប់អង្គដូចតង់1 0ຂະຫນាតវាគឺហង្រីក្នុង1 ម៉ែត្រហើយចរន្តអគ្គិសនី2 អាំពែលេខនេះគឺចែកដាច់បាទក្រោយពីកណនារួចទៅចម្លើយវាឃើញ500 ស្ពា500 ស្ពាឬក៏
500 ជុំបាទនេះសំណួរកចំណែកសំណួរខគឺយើងរកប្រវែងខ្សែដែលគេរុំតើក្នុងបូប៊ីនមួយដែលមានប្រវែង80 សង់ទីម៉ែត្រហ្នឹងគេរុំបានប្រមាណជុំសំទោសមិនមែនរុំបានប្រមាណជុំទេចំនួនជុំយើងរកឃើញនេះ500ជុំអញ្ចឹងក្នុង500ជុំហ្នឹងតើគេប្រើខ្សែប្រវែងប្រមាណម៉ែត្រចង់ដឹងខ្សែប្រវែងប្រវែងប្រមាណម៉ែត្រគឺយើងគិតតាមគណិតវិទ្យាយើងដឹងថាបូប៊ីនជាទូទៅរាងវាជាស៊ីឡាំងណាបាទអញ្ចឹងផ្ទៃពូកាត់វាផ្ទៃវងដើម្បីរកប្រវែងខ្សែយើងត្រូវយកប្រវែងមួយជុំវងគុណនឹងចំនួនជុំហើយប្រវែងក្នុងមួយជុំរង្វង់គឺស្មើនឹង pi d នេះគឺជាបរិមាត្ររង្វង់ជាប្រវែងខ្សែមួយជុំចុះបើសិនជាយើងរុំ500ជុំអញ្ចឹងវាស្មើប្រមាណយើងយកអាមួយជុំហ្នឹងគុណ500ទៅអញ្ចឹងឲ្យបានរូបមន្តប្រវែងខ្សែ L' ស្មើនឹង pi dn បើសិនជាប្រធានលំហាត់អត់ប្រាប់គាត់ផ្ចិតបូប៊ីនអត់5គាត់ផ្ចិតបូប៊ីនតែគេប្រាប់កម្មរបស់វាវិញយើងបលាតទៅវាស្មើនឹង d ស្មើ2 pi ណា2 pi rn គណិតវិទ្យាបរិមាត្រវងប្រវែងមួយជុំស្មើនឹង2 pi r ឬក៏ស្មើនឹង pi d ទៅតាមបំរាប់ដែលគេឲ្យហើយសម្រាប់លំហាត់យើងនេះប្រវែងខ្សែយើងមិនមែនសម្រាប់តែមួយជុំទេគឺសម្រាប់500ជុំអញ្ចឹងហើយបានយើងយកប្រវែងមួយជុំគុណនឹងចំនួនជុំបាទប្រហែលជាអូននៅឆ្ងល់ពីណាពីណីមកឥឡូវប្រហែលជាបាត់យល់វិញហើយណាអញ្ចឹងប្រវែងខ្សែដែលអូនឯងតែឃើញ L' ស្មើ pi dn pi dn ហ្នឹងគឺតាមការបញ្យល់របស់ខ្ញុំបំបញ្ញមិញហ្នឹងអញ្ចឹង L' ស្មើ pi dn ស្មើ pi d 5 សង់ទីម៉ែត្រដូរទៅម៉ែត្រទៅ5គុណ10សេគុណដក2ចំនួនស្ពាយយើង500សរសេរស្វ័យគុណ5គុណ10សេគុណ2ស្វ័យគុណស៊ីគ្នាដាច់អស់ស្មើ0 5 525ស្មើនឹង25 pi ម៉ែត្របើសិនជាយើងចង់ផលិត pi យើងយក25គុណនឹង3.14 នោះយើងនឹងឃើញប្រវែងដោយមិនមានជាប់ pi បាទនេះគឺជាប្រវែងខ្សែដែលគេប្រើសម្រាប់លំហាត់របស់យើង